ដែលមានចំណាប់អារម្មណ៍ដែលចង់សិក្សាវគ្គផ្សេងៗដូចជាជំនាញអគ្គិសនីសូមបងប្អូនមកសិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាបបានដល់ពេលនោះថាមកនឹងរត់កង់ឲ្យម៉ូទ័រឈប់នឹងអីនេះបានមកតម្លើងម៉ូទ័រមួយកាត់ទៅមុខដោយស្វ័យប្រវត្តិដើម្បីបញ្ជាទៅលើឧបករណ៍ទាំងនេះបានយើងមានពីរង្ទ័រមាន timer ប៊ូតុង start មានកុងតាក់ទ័រនិង overload រួមទាំង motor មួយគ្រាប់ដើម្បីបញ្ជាទៅលើម៉ូទ័រដែលបើក disjunction ហើយប្រព័ន្ធលើវានឹងដំណើរការដើម្បីឲ្យម៉ូទ័រដំណើរការយើងត្រូវចុចប៊ូតុង start ដល់ពេលនោះ timer នឹងរត់កង់ឲ្យម៉ូទ័រឈប់ដោយស្វ័យប្រវត្តិបាទវីដេអូនេះមានតែប៉ុណ្ណឹងខ្ញុំសូមបញ្ចប់សូមអរគុណសូមជម្រាបលាសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទឈ្មោះប្រជ័យសុខហេតុវិញវិទ្យាជំនាញអគ្គិសនី C1 នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាបខ្ញុំបាទថ្ងៃនេះមកឡើងទៅបង្ហាញអំពីការរៀបបណ្ដាញប្រព័ន្ធក្នុងអគារនិងតាមផ្ទះឋាននានាមានដូចជាកុងតាក់បរិបជាអំពូល resistor timer ដាក់ពេលវិនាទីនិងប្រព័ន្ធការពារសុវត្ថិភាពនិងតេឡេជាវិទ្យាសូមបងប្អូនទស្សនាអរគ្នាបាទវីដេអូខ្ញុំមានតែប៉ុណ្ណេះជាខ្ញុំប្រើបងប្អូនដែលមានចំណាប់អារម្មណ៍ដែលចង់សិក្សាវគ្គផ្សេងៗដូចជាជំនាញអគ្គិសនីសូមបងប្អូនមកសិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាបបានសូមអរគុណសូមជម្រាបលាជម្រាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះណាងវណ្ណៈរៀនផ្នែកការដំឡើងអគារបណ្ដាញអគ្គិសនីនៅក្នុងអគារនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាបថ្ងៃនេះខ្ញុំមកបង្ហាញពីប្រព័ន្ធបំភ្លឺអគ្គិសនីតាមគេអាខានខាគារផ្សេងជាដំបូងយើងត្រូវបើក disjunction ដើម្បីឲ្យមានប្រភពចូលតាមប្រព័ន្ធប្រើប្រាស់ទាំងអស់ទី1បើយើងកុងតាក់កដឹងបើយើងចង់មកវាលឺយើងធ្វើការចុចកុងតាក់កដឹងនោះកដឹងនឹងលឺសំឡេងទី2អំពូល volume យើងអាចមូល volume តាមតម្រូវការដែលយើងចង់បានបន្តមកនេះគឺជា sensor យើងចង់វាភ្លឺខ្ញុំយកដៃស្តុបវាមកទៅវានឹងភ្លឺហើយវីដេអូយើងមានតែប៉ុណ្្នឹងសូមអរគុណច្រើនសូមជម្រាបលាខ្ញុំបាទឈ្មោះខាណូខ្ញុំបាទពុទ្ធបញ្ញាខ្ញុំបាទកុំសុផាខ្ញុំបាទប្រញ្ញចូលសំសុភ័យថ្ងៃនេះខ្ញុំបានមកតម្លើងកុងតាក់ 2.1 បិទបើកកំពុង 2 សូមអញ្ជើញបងប្អូនទស្សនាបិទវិញមកបិទអូខេខ្ញុំបាទឈ្មោះលីងលីនខ្ញុំបាទឈ្មោះខែវិទ្យាខ្ញុំរៀនជំនាញអគ្គិសនីនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាបថ្ងៃនេះខ្ញុំធ្វើបទបង្ហាញអំពីប្រព័ន្ធវិទ្យា timer អំពូល blow vane គិតជាវិនាទីមុនដំបូងយើងបើក disjunction ដើម្បីឲ្យចរន្តភ្លើងឆ្លងកាត់ទៅកុងតាក់
ហើយយើងបើកកុងតាក់ដើម្បីឲ្យច្រឡំភ្លើងវាយចូលធ្វើមើលទី1ឲ្យវាដំណើរការអំពូលទី1ពេលអំពូលទី1ធ្វើការចប់វាវាយទៅអំពូលទី2ឲ្យវាយទៅអំពូលទី3ទី4បន្តដល់អំពូលទី5វាវាយមកអំពូលទី1វិញទី2នេះវាធ្វើការដោយអូតូអំពូលចូលវេនគ្នាទៅវិញទៅមកបើបង្ហាញជូនមានតែប៉ុណ្ណឹងបើបងប្អូនមានចំណាប់អារម្មណ៍ចូលរៀនអគិសនីនៅសាលាបណ្ដុះបណ្ដាលជីវៈខេត្តស្ទឹងត្រែងបងប្អូនអាចមកចូលឈ្មោះនៅខេត្តស្ទឹងត្រែងបានសូមអរគុណសូមជម្រាបលា ជម្រាបសួរខ្ញុំបាទឈ្មោះវ៉ុលលឹមហៀងជាសិស្សរៀនផ្នែកមុខជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារនៃជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងថ្ងៃនេះខ្ញុំមកធ្វើពីបទបង្ហាញពីខ្ញុំមកធ្វើពីបទបង្ហាញក្នុងពីថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញពីប្រព័ន្ធបំភ្លឺនៅក្នុងផ្ទះឋានតាមបណ្ដាអគារផ្សេងៗដើម្បីឲ្យមានប្រភពចរន្តចូលយើងត្រូវបើក Presenter ជាមុនសិននេះគឺជាអំពូលរ៉េច្រឡំដើម្បីឲ្យអំពូលនេះគឺយើងត្រូវមូលកន្តៈវ៉ូលេមអំពូលនេះយើងអាចមូលខ្លាំងឬពេញតាមតម្រូវការរបស់បងប្អូនបានបន្តមកទៀតនេះគឺជា timer យើងអាច timer នេះគឺជាទៅលើអំពូល2ដើម្បីឲ្យ timer នៅដែរយើងត្រូវបើកកន្តៈបន្តមកទៀតនេះគឺជាអំពូល sensor ដើម្បីឲ្យអំពូលភ្លឺយើងត្រូវយកដៃទុកវារបស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា